បាទហើយនេះគឺជាអូហើយមានយើងបានមានទ្វារទឹកមានអីហើយអញ្ចឹងនេះជាអូមួយហើយបងប្អូនអាចមើលឃើញបាទនេះបងប្អូនប្រជាពលរដ្ឋយើងបានធ្វើហើយត្រូវនេះក៏ចិត្តច្រូតហើយដែរបាទពណ៌ហើយត្រូវចាប់បានទុំហើយបាទហើយខាងលើនោះក៏ច្រូតកាត់ហើយអញ្ចឹងបាទនេះគឺជាម៉ាស៊ីនពងដំបូមបាទបូមយកទឹកចឹងបងប្អូនអាចឃើញលោកស្រីអាចឃើញថាវាទឹកអស់ហើយនេះគឺជាអាងស្តុកទឹកមួយបើសិនជាយើងមានទឹកចូលមកនៅទីនេះបូមស្តុកទៅយើងអាចចែកចាយទៅត្រូវស្លប់នៅខាងនោះទៀតនៅនោះបាទខាងឆ្ងាយនោះណាបាទឆ្ងាយនៅខាងលើនោះបាទអញ្ចឹងនេះគឺជាចំណុចសំខាន់មួយដែលយើងត្រូវគិតគូរពិចារណាឲ្យបើសិនជាយើងមានទឹកគ្រប់គ្រាន់អញ្ចឹងបងប្អូនប្រជាពលរដ្ឋនៅតែធ្វើទោះជាបីគឺខ្ញុំបានជម្រាបជូនអញ្ចឹងថាទោះបីជាតម្លៃស្រូវវារៀងមិនល្អបន្តិចក៏ពិតមែនក៏ប៉ុន្តែបើគាត់នៅតែធ្វើទៅគាត់អាចបានទទួលផលនឹងដែរហើយស្រូវវាសើមហើយនឹងអ្វីដែលសំខាន់មួយទៀតនោះគឺក្នុង1ហិកតាក៏គាត់អាចប្រមូលបានច្រើនតោនដែរបាទ4-5 តោននេះដែរអញ្ចឹងអាចពីគាត់ការចំណាយទៅវាល្មមដែរប៉ុន្តែវាស្វ័យដែលសំខាន់គឺវាអត់ទឹកបាទអត់ទឹកអញ្ចឹងទៅធ្វើឲ្យគាត់ពិបាកក្នុងការធ្វើនៅពេលបន្តទៀតនៅវគ្គអាចថាវគ្គទី2ឬក៏ទី3វគ្គទី1មិនអីទេវគ្គទី2នេះអាចនិយាយថាគឺជាវគ្គមួយដែលយើងអាចនៅតែអាចជួយបានខ្លះតែដល់វគ្គទី3ដូចជាលំបាកដូចជាទូទៅក្នុងរយៈប្រហែលជា3ខែបាទ3ខែអញ្ចឹងដល់ពេលយើងអត់ទឹកយើងពិបាកក្នុងការធ្វើបាទ